Việc số cũ năng mô môn néថ្ងៃនេះខ្ញុំបានបង្ហាញពីរបៀប set up Linux នៅក្នុង VMware អញ្ចឹងដើម្បី set up Linux ក្នុង VMware បានយើងត្រូវចូលក្នុង VMware មកហើយយើងចុច create new វាមកអញ្ចឹងយើង create វាមកហើយយើងបង្កើតយើងយកទី3ហ្នឹងមកដើម្បី custom វាយក Linux អញ្ចឹង Linux តបមកយើងយក Linux Send យើង set up CentOS ហើយយក CentOS X មកហើយចុច next តទៀតតបមកយើងដាក់ឈ្មោះអញ្ចឹងយើងដាក់ឈ្មោះវាអីក៏បានដែរអញ្ចឹងយើងដាក់វាយជា for ហ្នឹងទៅមិនក៏បានដែរតែចិត្តបងប្អូនតើខ្ញុំដាក់ក្នុង try C អូខេហើយយើងកំណត់ spec របស់វាកំណត់បានតើមកយើងយក single file តើមកយើងចុចនេះខ្ញុំសេរីលើ setting របស់វាអញ្ចឹងខ្ញុំត្រូវដាក់ ISO វាអញ្ចឹងដើម្បីដាក់ ISO វាខ្ញុំបាន download ហើយទុកហើយគឺ CentOS 10 slash stage តបមកយើងនេះហើយយើងដាក់វាមកយើងចុច custom ហើយយើងចុចវាមកដើម្បីឲ្យវានេះយើងចុចខ្វែងមកស្រែវា CentOS ហើយ CentOS 8តបមកចុច finish តបវា finish យើងចុចបើកវាធម្មតាមកអញ្ចឹងបងប្អូនត្រូវរងចាំវាបន្តិចinstall វាអញ្ចឹងវាស្គាល់នេះវាសូមរងចាំវាបន្តិចបាទតពីយើង install វាហើយវានឹង load ចេញចេះយើងដាក់ font វា English មកនៅ text sister ហើយចេញនេះមកអូខេយក US ចុច continue ទៀតមកតទៅចុច continue ហើយយើងត្រូវការដាក់នេះ account ដើម្បីរៀបចំ account របស់យើងបាន server របស់យើងបានយើងត្រូវដាក់ enable root account ដើម្បីឲ្យ password ការពារមកគេ hack ចូលបានអញ្ចឹងយើងដាក់នេះមកអញ្ចឹងខ្ញុំដាក់ឈ្មោះរបស់ខ្ញុំONG 123អូខេខ្ញុំ copy វាមកហាស់វាហើយខ្ញុំយក load អូខេ password វាដូចគ្នាហើយអញ្ចឹងខ្ញុំចុចដានមកចុចដានតមកយក user creation អញ្ចឹងយើងបង្កើត user វាមកអញ្ចឹងខ្ញុំដាក់YouTube បាទនេះ ធូដែរតមក password ខ្ញុំដាក់ password ដែរអូខេ password ហ្នឹងនេះយើងត្រូវចុចគ្រីសវាមកទាំងពីរមកហើយយើងចុចដានតពីរៀបចំនឹងហើយយើងចូលដល់មួយទៀតអញ្ចឹងយើងចុចមកដើម្បីវាជាកម្មវិធី stop ទុកអញ្ចឹងដើម្បីនេះវាបានយើងដើម្បីយើង backup របស់វាទុកអញ្ចឹងកាលណាដែលយើង set កម្មវិធីអីទាំងអស់នៅក្នុងហ្នឹងទាំងអស់វានឹង restore auto វានឹង install ចូលនៅក្នុង disk របស់វាហ្នឹងតែខ្ញុំយក automatic ខ្ញុំមកយក custom tag អីផ្សេងទេដើម្បីនេះបានចុចនេះមកទៅបើយើងមើល software យើងចូល software ដើម្បីកំណត់របស់យើងអញ្ចឹងរបស់យើងគឺកំណត់ server អញ្ចឹងយើងយក server ហ្នឹងមកនេះ server
GUI ចឹងយើងអាចកំណត់វាបានតាមតែចិត្តយើងទៅតែសំខាន់ជាងគេគឺយើងធ្វើនៅលើ server អញ្ចឹងដើម្បីនេះបានយើងចុច server ហ្នឹងមកដើម្បីបង្កើត server របស់យើងនេះយើងអាច custom វាតាមក្រោយបានទៀតហើយយើងចុច done តទៅពីហ្នឹងមកយើងមិនបាច់ធ្វើអីទៀតទេអានេះចាំយើងបែកអាវាតាមក្រោយទៅហើយយើងចុច next វាមកអញ្ចឹងតបមកជ្រុងចាំរបស់វា stop ពេញវានឹងដំណើរការធម្មតា